បងប្អូនមានឆ្ងល់ហេតុអ្វីបានជាសៀមយកគ្រឿងចាក់យកអីមកឈូសតែមួយផ្លែតស្រាប់តែរើចេញវិញបងប្អូនតាមពិតនេះគឺជាល្បិចរបស់សៀមទេបងប្អូនអានេះស្ដាប់ខ្ញុំឲ្យច្បាស់បងប្អូននេះគឺជាល្បិចរបស់សៀមគឺវាសំដែងហ្នឹងមិនមែនសំដែងឲ្យយើងមើលហើយក៏មិនសំដែងអីដែរបងប្អូនគឺសំដែងឲ្យប្រជាជនខ្លួនវាមើលបងប្អូនមិនបានខ្ញុំថាសំដែងឲ្យប្រជាជនខ្លួនវាមើលបងប្អូនដោយសារវាប្រកាសក្តែងថានៅថ្ងៃទី10ហ្នឹងវានឹងដេញពលរដ្ឋប្រជាពលរដ្ឋខ្មែរយើងដែលនៅតំបន់ភូមិព្រៃច័ន្ទហ្នឹងចេញឲ្យអស់បងប្អូនអញ្ចឹងហើយវានឹងធ្វើសំដែងអីរួចរាល់ឲ្យយើងមានសកម្មភាពចេះទៅបណ្ដាញសង្គមផ្សព្វផ្សាយផ្អើពេញហ្នឹងទៅប្រជាពលរដ្ឋវាថាថ្នាក់ដឹកនាំអញទាហានអញពិតជាធ្វើមែនបងប្អូនហើយពេលដល់គេឈូសឆាយអីបានប្រហែលម៉ោងទៅគេទៅវិញអស់ទៅបងប្អូនតែចាំមើលស្អែកគេធ្វើមិនទៀតយើងអត់ទាន់ដឹងប៉ុន្តែអ្វីដែលគេធ្វើនេះគឺគេធ្វើសម្ដែងឲ្យប្រជាពលរដ្ឋគេមើលហើយជឿជាក់ទៅលើថ្នាក់ដឹកនាំរបស់គេថាថ្នាក់ដឹកនាំគេទាហានគេនិយាយឲ្យពិតជាធ្វើមែនបងប្អូនទៅឈូសឆាយនៅតំបន់ព្រៃច័ន្ទមែនតែពិតឈូសទីលបងគៀនហ្នឹងទេបងប្អូនវាមិនហ៊ានដេញប្រជាពលរដ្ឋយើងទេបងប្អូនគាត់ថាការធ្វើនេះគឺគេធ្វើសម្ដែងឲ្យប្រជាជនបោះសៀមមើលថាប្រជាជនសៀមល្ងងបងប្អូនប្រជាជនសៀមល្ងងមិនសូវចេះគិតមិនសូវចេះយកខួរក្បាលមកគិតឲ្យវែងឆ្ងាយថាធ្វើដើម្បីអីគឺវាងប់ងល់នឹងភាពឆ្លៀនពៀនភាពចង់បានរបស់គេអញ្ចឹងហើយវាធ្វើនេះគឺធ្វើបោកប្រាស់ប្រជាពលរដ្ឋរបស់វាទេបងប្អូនប៉ុន្តែយើងក៏មិនច្បាស់ដែរថាចាំមើលតើស្អែកវាមានសកម្មភាពអីទៀតមិនយើងចាំតាមដានទាំងអស់គ្នា